នោះឃើញទៅដើមសពលោកជាវិជាយកទៅវត្តពុទ្ធយកទៅអីហ្នឹងវាហាក់ដូចជាការរៀបចំឡើងតែម្ដងហើយយើងឃើញថាគិតកោសម្បត្តិនិមិត្តលោកប៊ុនសំណាងសុខសឿនត្រូវបានរដ្ឋាភិបាលត្រូវបានតុលាការផ្ដន្ទាទោសជាប់គុក 4-5 ឆ្នាំដែលជាគិតកោសម្បត្តិនិមិត្តយកមកប្រឌិតហើយលើកយកពួកគាត់មកដាក់ទោសដោយគ្មានការពិចារណាឬក៏មានភាពអយុត្តិធម៌បំផុតហើយយើងឃើញថាវាហាក់ដូចជាសាហាវហួសហេតុនៅពេលដែលសពលោកជាវិជាត្រូវបានគេបាញ់សម្លាប់ហើយអាជ្ញាធរដណ្ដើមសពលោកជាវិជាយកទៅវត្តប្រពុតហើយក្រុមការងារយើងទៅដណ្ដើមសពលោកជាវិជាយកត្រឡប់មកវិញនេះហើយជាអំពើអយុត្តិធម៌សម្រាប់លោកជាវិជាហើយយើងគិតថារដ្ឋាភិបាលរហូតមកដល់ពេលនេះអសមត្ថភាពធ្ងន់ធ្ងរបំផុតក្នុងការស្វែងរកចាប់ឃាតករពិតប្រាកដមកផ្ដន្ទាទោសហើយយើងឃើញថារហូតមកដល់ពេលនេះមិនមែនតែលោកជាវិជាម្នាក់ទេមានវីរៈជនវីរៈភាពមានព្រះសង្ឃមានច្រើនដែលត្រូវបានឃាតករបាញ់សម្លាប់ហើយមិនបានចាប់ឃាតករមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់យើងអស់សង្ឃឹមក៏ប៉ុន្តែយើងក៏សង្ឃឹមថារដ្ឋាភិបាលដែលកំពុងតែធ្វើការកែតម្រង់ថ្មីនេះនឹងចាប់ឃាតករមកផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ឲ្យខានតែបានបាទចុះសម្រាប់បងក្នុង